ម្សិលមិញតារាល្បីម្នាក់ឈ្មោះថា Chris ត្រូវបានគេឆក់កាបូបប៉ុន្តែមិនមែន Chris មួយនេះទេគឺ Chris ម្នាក់នេះហើយរឿងមួយនេះគឺថាវាមិនគួរឲ្យជឿខ្លាំងមែនតើដោយសារចោលតែបានឆក់គាត់ហ្នឹងគឺថាត្រូវគេចាប់បានក្រោមរយៈពេល4ម៉ោង less than 4 hours ក្រោយពីគេបានផុសប្រាប់ថាគាត់បានត្រូវគេឆោតឆក់ហ្នឹងដែលខ្ញុំមិនដែលឮខាក់លេណាដែលគេធ្វើការលឿនដល់ថ្នាក់ហ្នឹងនៅប្រទេសកម្ពុជាយើងទេមុនចូលវីដេអូនេះកុំភ្លេចចុច follow មួយផងនៅពេលយើងបាន1លាន follower យើងនឹងហោះទៅប្រទេសជប៉ុនបាទ anyway រឿងមួយនេះគឺថាកាត់ឡើងទៅម្សិលមិញហ្នឹងទេដែលតារាល្បីម្នាក់ឈ្មោះថា Chris មិនមែន Chris នេះទេគឺ Chris ម្នាក់ទៀតឈ្មោះថា Travel with Chris ដែលគាត់ជា vlogger ម្នាក់ដែលបានបន្តនៅប្រទេសខ្មែរយើងអីចឹងគាត់បានមកដល់ប្រទេសខ្មែរយើងដូចជាមិនសូវយូរប្រហែលទេតែម្សិលមិញមក2 10ហ្នឹងគឺថាគាត់បានផុសវីដេអូមួយនេះមួយដែលគាត់បាននិយាយថា we just got robbed in Cambodia នៅវីដេអូមួយនេះគឺថាផ្ទុះឡើងខ្លាំងមែនតើដោយសារគាត់ដល់ផុសភ្លាមរយៈពេល1ម៉ោង2ម៉ោងផងគឺថាវាផ្ទុះរហូតដល់1លាន view ជាងឥឡូវ2លាន view ហើយដូច title បាននិយាយចឹងគឺថាគាត់បានត្រូវចោលឆក់នៅខ្មែរយើងនៅក្រុងភ្នំពេញហ្នឹងនេះគឺថា straight to the point ខ្លាំងមែនតើដោយសារគាត់ត្រូវចោលឆក់ភ្លាមគឺថាគាត់ថត vlog ផុសភ្លាមតែម្ដង like almost instantly ប៉ុន្តែករណីមួយនេះគឺថាមិនគាត់ជាអ្នកត្រូវគេឆក់ផ្ទាល់ទេគឺថាជាសង្សាររបស់គាត់ Just got robbed right now in Phnom Penh. They just came up, took her bag on a motorcycle. Man, it's true what they say. You can't walk around with anything here. They just took my fiance's purse off of her shoulder and robbed her right now, and no one helped. នៅកន្លែងនេះគឺថាគាត់បានបង្ហាញដៃរបស់សង្សាររបស់គាត់ដែលត្រូវចោលឆក់កាបូបចេញពីដៃរបស់គាត់ហ្នឹងណាដូចខ្ញុំនិយាយចឹងគឺថាគាត់ត្រូវបានគេឆក់ភ្លាមគឺថាគាត់ផុសវីដេអូនឹងថតភ្លាមតែម្ដងដែលយើងអាចឃើញថាក្នុងករណីឥឡូវនេះថាគាត់រៀងខឹងខ្លាំងដែរ like មានការ a little bit blaming on ការគាត់បាន promote ជួយប្រទេសកម្ពុជាហើយនេះគឺធ្វើអញ្ចឹងដាក់គាត់អីអញ្ចឹងណា You guys want to change the way things work here? I do so much to promote Cambodia, man. This. So គាត់បាននិយាយថា you want to change the way things work around here. I do so much to promote Cambodia មានន័យថាគាត់បានមកប្រទេសយើងដើម្បីជួយ promote យើងហើយតែមានរឿងចឹងកាត់ឡើងទៅលើគាត់ហើយគាត់បន្ថែមថា tourist ជាច្រើន Real and there's so many tourists that come here and face the same thing ហើយគាត់បានបន្ថែមថា there's so many tourists that came here and experience the exact same thing មានន័យថាមាន tourist ផ្សេងៗដែលគាត់មកលេងប្រទេសយើងដែរតែជួបប្រទេសរឿងតែមួយដូចគាត់ហ្នឹងហើយខ្ញុំសូមបញ្ជាក់ថាការ pickpocket ការ snatching purse អីហ្នឹងការឆក់អីហ្នឹងគឺថានៅគ្រប់ប្រទេសណាក៏មានដែរប្រទេសយើងវាមានរឿងច្រើនមែនប៉ុន្តែបើយើងងាកមើលទៅលើដូចជាប្រទេសបារាំងនៅ Paris អីចឹងគឺថាគេល្បីខ្លាំងមែនតើទៅលើ pickpocket នៅប្រទេសបារាំងហ្នឹងក្នុងមួយជីវិតរបស់ខ្ញុំត្រូវចោលឆក់ម្ដងការខ្ញុំនៅអាយុ16 17ឆ្នាំ Now unfortunately គឺថាវាយ៉ាងសោយខ្លាំងមែនតើដែលគាត់បានជួបប្រទេសរឿងមួយនេះ of course ថាយើងសុំទោសជាប្រទេសទៅគាត់អីចឹងដែរដែលរឿងនេះมันកាត់ឡើងទៅលើគាត់អីចឹង Man, it's true what they say. You can't walk around with anything here. កន្លែងនេះក៏បាននិយាយថា it's true what they say you can't walk around with anything around here មានន័យថាគាត់ជឿទៅលើការនិយាយរបស់គេដែលគេនិយាយថាយើងមិនគួរដើរកាត់និវត្តន៍នៅប្រទេសខ្មែរអីចឹងដែលមិនមានចោលឆក់ខ្ញុំហ៊ានយកទៅលើអ្វីដែលគាត់និយាយដែរថានៅប្រទេសកម្ពុជាយើងមានការឆក់កាបូបអីចឹងច្រើនខ្លាំងមែនទែនវាជាបញ្ហាមួយដែលយើងជា society ចាប់ផ្ដើម accept ថាវាជារឿងធម្មតាមួយនៅប្រទេសយើងថាអូទៅក្រៅអីចឹងកុំកាន់របស់ឲ្យគេស្រួលឆក់ឬទៅជាតុកតុកអីចឹងកាន់ទូរស័ព្ទនៅកណ្ដាលតុកតុកកុំកាន់នៅគៀនស្រួលគេឆក់ហើយវាដល់ថ្នាក់ជាអ្វីមួយដែល society យើងវា accept ថាជារឿងធម្មតាណាប៉ុន្តែបើយើងទៅប្រទេសគេគាត់ថារឿងចឹងវាមិនងាយកើតឡើងទេណាចោលយើងមាននៅគ្រប់ប្រទេសចោលឆក់ចោល pickpocket អីចឹងប៉ុន្តែ statistics របស់យើងបង្ហាញទៅលើជាលេខភាគរយដែលកើតឡើងច្រើនជាងគេគាត់ថានៅប្រទេសយើងក៏មានច្រើនខ្លាំងដែរច្រើនជាងធម្មតាជាពិសេសនៅអាស៊ីអាគ្នេយ៍នឹងគាត់ថាប្រទេសថៃប្រទេសវៀតណាមប្រទេសខ្មែរប្រទេសឥណ្ឌូនេស៊ីអីក៏ដោយគាត់ថាសុទ្ធតែមានចោលឆក់ច្រើនជាងធម្មតាបើយើងប្រៀបធៀបទៅប្រទេសផ្សេងៗណាខ្ញុំដឹងថារឿងនេះវាមិនគួរអស់សំណើចទេប៉ុន្តែខ្ញុំចេះតែអស់សំណើចត្រង់ថាចោលខ្វះអ្នកឆក់ចំអ្នកថតវីដេអូ vlog មាន follower រាប់លានហើយគាត់និយាយថាគាត់បានជួយ promote Cambodia អីអញ្ចឹងទៅប្រទេសផ្សេងគេស្គាល់បានច្រើនអីអញ្ចឹងហើយគាត់មកជួបប្រទេសរឿងអញ្ចឹងខ្ញុំសូមនិយាយថាបើចោលដឹងថាគាត់ជាអ្នកល្បីអញ្ចឹងគេមិនទៅលួចគាត់ទេព្រោះដូចខ្ញុំបាននិយាយនៅតាមវីដេអូនេះអញ្ចឹងគឺថារឿងនេះបានកាត់ឡើងហើយភពគឺថាមិនតាន់បាន4ម៉ោងផងចោលនឹងគឺត្រូវបានគេចាប់បាត់ហើយ Was robbed and you guys leaving comments oh why was she carrying a purse dude she's a lady she's entitled to carry a purse ណាគាត់បានតម្លាក់វីដេអូទី2គាត់នៅ complain ឬបានកើតឡើងអីអញ្ចឹងគឺថាមានអ្នកខ្លះ comment ប្រាប់គាត់ថាអូជាស្រីចាំមិនកាន់កាបូបនេះអញ្ចឹងទៅអីវាសូវសុវត្ថិភាពអីអញ្ចឹងទេហើយម្លងពេលដែលគាត់បានត្រូវគេឆក់នឹងគឺថាគាត់កំពុងមើលវីដេអូទៀតអំពីអ្នកដែលបានត្រូវគេឆក់នៅប្រទេសកម្ពុជាយើងដែរ Yeah it sucks for a country that you love so much man dude it hurts it breaks my damn heart ក្នុងវីដេអូកន្លែងនេះគឺថាគាត់បានដល់ប៉ុស្តិ៍ប៉ូលីសហើយខ្ញុំដឹងថាគាត់នៅតែខឹងនៅអ្វីបានកើតឡើងឡើយទេដែលមកលេងប្រទេសយើងហើយគាត់ថាត្រូវបានចោលឆក់អីអញ្ចឹងវាគឺជាបញ្ហាធំមួយនៅប្រទេសយើងដែលយើងទទួលស្គាល់ថាមានមែនណា Man I'm making this video because I do nothing but promote Cambodia I do nothing but show the wonderful side of the country and the fact that this happens to tourists I'm not just saying it for me I'm making this video for the tourists you got to be safe out here yeah it sucks for a country that you love so much dude it hurts it breaks my damn heart I feel so sad right now I feel let down and I feel like maybe these videos have to be made to protect all the tourists I hear people
people getting robbed all the time in Phnom Penh, but I never want to talk about negative things. I don't know ខ្ញុំគិតថាវាជាសិទ្ធិរបស់គាត់ដែលគាត់ចង់ចែករំលែកគឺដើម្បីកាត់ដល់ទៅលើគាត់អីអញ្ចឹងហើយសម្រាប់ខ្មែរយើងដែលបានប្រាប់គាត់ថាអូទៅលុបវីដេអូចោលអីអញ្ចឹងទៅដោយសារខ្លាចមានប៉ះពាល់ទៅដល់ tourism អីនៅប្រទេសខ្មែរយើងអីអញ្ចឹងកុំធ្វើអញ្ចឹងអីអានឹងប្រទេសផ្សេងមើលមកយើងដូចយើងកំពុងលាក់បាំងព័ត៌មានអញ្ចឹងការចែករំលែករបស់គាត់នឹងគឺថាវាអត់មានខុសទេព្រោះតែនៅក្នុងពីវីដេអូរបស់គាត់នឹងគឺថាខ្ញុំឃើញគាត់រៀងបន្ទោសទៅលើប្រទេសច្រើនជាងគាត់បន្ទោសទៅលើចោលដែលបានឆក់គាត់ហ្នឹង I don't know នេះជា vibe ដែលយើងទទួលបានពីវីដេអូមួយហ្នឹងតែខ្ញុំយល់ថាគាត់កំពុងខឹងដែរចាំមកគាត់រៀង lash out អីអញ្ចឹងនៅរឿងមួយហ្នឹងគឺថាផ្ទុះឡើងនៅលើបណ្ដាញសង្គមយើងខ្លាំងមែនទែនគឺថាក្នុងរយៈពេលត្រឹមតែ1ម៉ោង2ម៉ោងមានអ្នកជួយទៅរកគាត់ផងមានអ្នកជួយគាត់ទៅប៉ុស្តិ៍ប៉ូលីសផងបងសាក់ហើយនិងបងភ័ក្រដែលជាបងរៀងថតហ្នឹងគឺថាបានជួយតំណាក់តំណងគាត់ទៅ authorities នៅប្រទេសខ្មែរយើងអីអញ្ចឹងដើម្បីជួយដោះស្រាយបញ្ហាមួយហ្នឹងបាទអ្នកអរនេះអត់ចាំទេគឺថាបងសាក់ហើយបងរៀងថតគឺថាគាត់ជាអ្នកនាំ speed ដើរតួកំពុននៅប្រទេសខ្មែរយើងដែរហ្នឹងហើយឥឡូវនេះថាគាត់មកទៀតហើយដើម្បីជួយដោះស្រាយបញ្ហាឲ្យ vlogger ប្រទេសផ្សេងអីអញ្ចឹងដែរ They called all, like literally the whole police department came. They sent people out to review all the cameras. I have a feeling they're going to catch exactly the person who did it. Of course, we're not worried about the material things. These are things that happen in any part of the world. They happen in Los Angeles, in New York City, in Paris. ចឹងកន្លែងនេះក៏បាននិយាយដែរគាត់ថារឿងមួយនេះគឺកាត់ឡើងគ្រប់ប្រទេសតែម្ដងមិនតែនៅប្រទេសយើងមួយទេ So yes at least ក៏ទទួលស្គាល់កន្លែងហ្នឹងឯដែរនៅរឿងមួយនេះគឺកាត់ឡើងរយៈពេលប្រហែលជាម៉ោង1ម៉ោង2 10:55អីហ្នឹងហើយរយៈពេលប្រហែលជាម៉ោង5អញ្ចឹង4ម៉ោងក្រោយគឺថាគេចាប់បានជនសង្ស័យចោលឆក់លោកគ្រីសនិងគូដណ្ដឹងត្រូវកម្លាំងនគរបាលចាប់បានហើយនៅរសៀលថ្ងៃទី15ខែមិនិនាឆ្នាំ2025ដែលជននេះមានឈ្មោះថាកៅខួចចិន្តាគេហៅថាអាខួចមាន nickname ទៀតបើតាមលោកឧត្តមសេនីយ៍ស្នងការជនល្មើសម្នាក់នេះជាមុខសញ្ញាចាស់ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកវិញហើយរូបមួយនេះគឺជារូបអីវ៉ាន់របស់គាត់តែខ្ញុំអត់បង្ហាញវាទេដោយសារវាមានទាំង passport ទាំង visa ទាំងអីផុសក្នុងហ្នឹងហើយខ្ញុំអត់ដឹងថាហេតុអីគេហ៊ានផុសរូបហ្នឹងចេញមកទេហើយខាង Chris ក៏បានសំណុំពរឲ្យលុបចោលរូបហ្នឹងដែរអញ្ចឹងសំណុំពរឲ្យម្ចាស់ផុសលុបរូបហ្នឹងចោលផង Well, it's only been 4 hours since the bag was snatched off of my wife, and I am super happy to say that the Cambodian police, the authorities, they've gotten my wife's belongings back, and not only that, they have apprehended the criminal. And I want to say, let this be a message for anybody out there that is stealing bags, stealing phones. If you do that in Cambodia, they're gonna catch you, and they're gonna catch you very fast. Now I don't know if this is me គ្រាន់តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញតែរូបវីដេអូនេះវាល្អសើចត្រង់វាបលីឈរសងខាងហើយថត vlog នឹងកណ្ដាលនឹងយកហ្មងlike ដើម្បីលៀងបំបត្តិ image របស់ប្រទេសរបស់យើងដោយសារវីដេអូគាត់ផុស2 3មុនហ្នឹងគឺថាគាត់វាយរៀងវាតម្លៃខ្លាំងដែរអញ្ចឹងវារៀងមាន view ច្រើនណាអញ្ចឹងដើម្បីបញ្ចប់រឿងបង្ហាញមួយសិនថានេះអីវ៉ាន់របស់ខ្ញុំហើយបលីដែលចាប់ចោលហ្នឹងនៅសងខាងខ្ញុំអញ្ចឹងតែគេដែលមកប្រទេសខ្មែរហើយចោលណាដែលឆក់កាបូបឆក់អីអញ្ចឹងនេះមើលឲ្យហើយបលីធៀមចាប់ណាយើងអាចនិយាយបានថាករណីមួយនេះក៏ទទួលបាន special treatment មានការជួយលើសពីធម្មតាអត់ Yes វាជារឿងមួយដែលយើងអាច deny បានទេមានអ្នកផ្សេងលើកឡើងមកដែរដែលគេនិយាយថាអូបើអ្នកផ្សេងត្រូវចោលឆក់អីអញ្ចឹងគេមិនសូវជួយខ្លាំងដោយគាត់អីអញ្ចឹងទេរឿងអញ្ចឹងល្អមិនល្អគឺខ្ញុំមិនដឹងទេប៉ុន្តែបើយើងនិយាយទៅលើរឿងនឹងមួយគឺថាវាមិនមែនមានតែប្រទេសខ្មែរយើងទេទោះបីនៅប្រទេសអាមេរិក case ណាដីណាដែលមាន public attention ច្រើនគេដឹងច្រើនគេតាមដានច្រើនណាក៏វាមានការដោះស្រាយលឿនជាងធម្មតាដែរទៅករណីមួយនេះគឺថា vlogger ល្បីម្នាក់ផុសវីដេអូទៅបានរាប់លាន view ដែលអ្នកផ្សេងអាចមើលមកហើយវាតម្លៃលើប្រទេសយើងអីអញ្ចឹង of course នឹងមានគេជួយខ្លាំងជាងធម្មតាហើយ potential risk ហើយនឹងការអាចប៉ះពាល់មុខមាត់ប្រទេសជាតិយើងគឺធំដុំជាងធម្មតាក្នុងករណីមួយនេះ Now of course ខ្ញុំចង់ហូបថាករណីចោលឆក់ធម្មតាទៅលើប្រជាជនធម្មតាយើងក៏គួរឲ្យមានការដោះស្រាយលឿនស្តៀងអញ្ចឹងដែរព្រោះបើយើងអាចដោះស្រាយបញ្ហាមិនដោះស្រាយមកទេគ្រាន់តែបន្ថយចំនួនដែលត្រូវចោលឆក់នៅប្រទេសយើងគឺថាវាល្អខ្លាំងមែនតើបើយ៉ាងហ្នឹងមានប៉ុណ្្នឹងទេអ្នកនរគ្នាបើពេញចិត្តវីដេអូនេះកុំភ្លេចចុច follow មួយផងនៅពេលយើងបាន1លាន follower យើងនឹងហោះទៅប្រទេសជប៉ុនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ Bye bye see you